มาสการថ្វាយអង្គមប្រធេរានុធេរៈគ្រប់ព្រះអង្គប្រណពោញាតិញោមពុទ្ធបរិស័ទគ្រប់រូបក្នុងនិងក្រៅប្រទេសណាហើយជាពិសេសញាតិញោមព្រះអង្គគ្រូអ្នកស្នេហាវិស័យទូកងនៅកម្ពុជាណាគ្រប់ទីមជ្ឈដ្ឋានទាំងអស់គណៈវេលានេះអាត្មាភាពពងស្ថិតនៅក្នុងទីអារាមណាសង្កែវាណាស្រុកបវលខេត្តបាត់ដំបងណាខាងក្រោយអារាមមានមិត្តស្ទឹងតែម្ដងព្រោះហើយអីដែលមកដល់ទីនេះគឺមកកាន់ជំរំជើងខ្លាំងដែលជាម្ចាស់ជ័យលាភីចំណុចថ្នាក់លេខ1ប្រចាំខេត្តបាត់ដំបងសម្រាប់ទូកខ្នាតអន្តរជាតិដែលមានឈ្មោះថាតាតាំងមានជ័យបារមីវត្តសង្កែវាណាស្លឹបតែបានឮឈ្មោះនឹងដងស្ទឹងសង្កែជាម្ចាស់ខ្សែក្រវ៉ាត់ច្រើនសម័យកាលថ្ងៃនេះយើងបានមកដល់ជំរំគាត់ថាអធិស្ឋានដោយសារបានជួបគណៈកម្មការនេះគ្រប់គ្រងយើងមិនបានចូលដល់ក្នុងព្រោះហើយនេះយើងមើលខាងមុខណាតោះនេះជានាមសប្បុរសជនដែលកសាងរោងនេះរោងទូកហើយតោះយើងកលេចទៅមើលខាងខ្លងទ្វារផ្លូវចូលបងហើយឃើញថាផ្លូវគឺល្អណាស់បងសតបេតុងមែនតើទូកនេះគឺទូករបស់ញោមអភិបាលខេត្តតែម្ដងណាអូពូនេះអូញោមនេះកណានេះអង្គគ្រូញាតិញោមណាដោយសារយើងអត់មានសអត់បានជួបគណៈកម្មការអូស័កសមជាម្ចាស់ជ័យលាភីមែនបងឃើញតែការទុកដាក់គឺល្អមែនទែនណាសិតតែឃ្លុំបេបិទបាំងណាការពារធូលីផងអីប៉ុណ្ណាតតាំងមានជ័យបារមីសង្កែវាហើយនឹងមួយទៀតឈ្មោះអីនេះប៉ុណ្ណាអត់បានចាំមួយទៀតណាគិតថារវាងពីរនេះគឺមួយម្ចាស់ខ្សែក្រវ៉ាត់ពៀនថ្នាក់ខេត្តនោះណាញោមណាមានថាឡាក់លេខហ្នឹងកន្លែងស្លាកគេថាអបអសាទរពិធីបុណ្យអុំទូកបងណាខេត្តបាត់ដំបងឆ្នាំ2024ទៅតែថ្មីនេះទេបងហើយមែនតើតាំងពីអាត្មាបានទៅចូលរួមគឺ2ឆ្នាំហើយណាក្រុងសេកវ៉ាត់ម្ចាស់ពៀនលេខ1ណាប្រចាំខេត្តផែន22នាក់មែនតើផែន22នាក់មាន2ណាមាន2ទូកខ្លីមានតែក្រោម20ម៉ែត្រមាន1ផែនហើយ20ម៉ែត្រឡើងមាន1ផែនអញ្ចឹងនេះផែនពិសេសគឺផែនទី1ផែន22នាក់គឺបានមកវត្តសង្កែវានេះឯងឯ1ផែនទៀតបានទៅខាងអន្លង់តាអ៊ូណានៅឯក្រោមណាបាទណាហើយនេះណាខ្ញុំដតៃអំពីម្ចាស់ជ័យលាភីនេះកលេចមកខាងនេះគឺទូកសេរីចាស់ទូកសេរីចាស់ហ្នឹងមិនដឹងថាចាស់សម័យណាក៏តែយើងកលេចទៅមើលក្បូរក្បាច់ណាចង្វាបូលក្បាលហ្នឹងគឺដឹងថាសេរីចាស់ហើយបងណាប៉ុន្តែសភាពពីខាងក្នុងឥឡូវនេះមែនតើសាកសួរប្អូនប្រុសនៅទីនេះគាត់ថាអានេះគេទុកហាត់វិញណាទុកធ្វើជាបាល់សាក់វិញចម្រើនពោពនាមហ្នឹងឲ្យយើងរលប់អស់ហើយបងណានោះឃើញខ្លះនៅខ្លះអានមិនចេញទេប៉ុន្តែពូខ្មៅណាគំនូហ្នឹងក៏រំលេចរចនាបថហើយនេះបងមួយសន្លឹកហ្នឹងគឺក្តារបង្ក្រាបបងនេះត្រង់ភ្លឹងបងណាបានតែពីខាងក្រៅបងណាអញ្ចឹងប៉ុណ្ណឹងចាស់ណាញោមណាយើងបានតែលឺពនាមលឺឈ្មោះប៉ុន្តែអានឃើញជំរំពិតថាស្ថិតនៅវត្តណាភូមិណាស្រុកណាថ្ងៃនេះបានមកដល់ហើយគឺស្ថិតនៅក្នុងចំណោះជើងវត្តសង្កែវាណាស្រុកបវលខេត្តបាត់ដំបងយើងនេះណាជាជំរំជើងខ្លាំងប្រចាំខេត្តបាត់ដំបងណាអរគុណសូមថ្លែងគម្រាមចម្រើនពរលា